បាទសូមលើកដៃសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅផេកកណ្ដៀងហើយនេះកណ្ដៀងសូមនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យមកស្គាល់ដើមមួយប្រភេទនេះបងប្អូនពុកម៉ែបងប្អូននៅតាមស្រុកខ្សែចំការប្រហែលជាស្គាល់ច្រើនជាងពុកម៉ែបងប្អូននៅតាមនេះណានៅតាមទីក្រុងព្រោះបងប្អូនខ្លះនៅតាមទីក្រុងគាត់មិនរស់នៅទីក្រុងយូរក៏គាត់អាចភ្លេចឬក៏គាត់កើតក្រោយក៏គាត់អត់ស្គាល់ដែរចឹងថ្ងៃនេះកណ្ដៀងសូមនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យមកស្គាល់រុក្ខជាតិមួយបែបនេះរុក្ខជាតិមួយបែបនេះពុកម៉ែបងប្អូនណាចាស់បុរាណឬក៏បច្ចុប្បន្នគឺគាត់អាចយកទៅធ្វើថ្នាំរាគមូលឬក៏យកទៅធ្វើថ្នាំក្តៅខ្លួនណាបងប្អូនថ្នាំក្តៅខ្លួនអីផ្សេងហ្នឹងចឹងអ្វីដែលខ្ញុំដឹងគឺខ្ញុំដឹងតែប៉ុណ្្នឹងឯងយកទៅធ្វើថ្នាំបញ្ចុះកម្ដៅឬថ្នាំរាគមូលអីចឹងបងប្អូនហើយថ្នាំក្អកមួយទៀតថ្នាំក្អកហើយរុក្ខជាតិនេះវាច្រើនដុះនៅតាមតំបន់ណាពងរៀបឬក៏ធានាបដាលឬក៏តំបន់ដែលមានទឹកនៅតាមខ្នងបន្លាយឬនៅតាមផ្លូវនៅតាមរបងផ្ទះពុកម៉ែបងប្អូនណាបើឃើញវាអីពុកម៉ែបងប្អូនអាចរក្សាទុកឬក៏កាប់វាទុកហាលដើម្បីទុកនៅពេលយើងត្រូវការប្រើប្រាស់យុគលុបអីយើងមានបងប្អូនអញ្ចឹងប្រភេទដើមនេះពុកម៉ែបងប្អូននៅតាមស្រុកស្រែចម្ការឬនៅតាមជនបទអីក៏តែងតែហៅថាដើមក្បាលរុយដើមក្បាលរុយឬក៏ដើមកប៉ោយចិនហើយខ្ញុំគិតថាដើមនេះពុកម៉ែបងប្អូននៅតាមស្រុកស្រែជនបទគាត់អាចយកទៅធ្វើថ្នាំបានខ្ញុំគិតថាហូបទៅវាអត់ជាបញ្ហាទេឥឡូវខ្ញុំសាកហូបតើវារសជាតិវាយ៉ាងណាដែរពុកម៉ែបងប្អូនណាបាទដល់សាកមិនដឹងថារសជាតិវាយ៉ាងម៉េចហើយចាំខ្ញុំថតលម្អិតអំពីដើមហ្នឹងបងប្អូនអំពីដើមបារុយឬក៏ដើមប៉ោយចិននេះចែកជូនពុកម៉ែបងប្អូនអញ្ចឹងខ្ញុំមកសាកព្រុសមើលពុកម៉ែបងប្អូននេះមានរសជាតិប្រហើរពេលយើងហូបទៅវាចេញរសជាតិផ្អែមឡំផ្អែមឡំហើយមានរសជាតិប្រហើរដូចថ្នាំហ្នឹងម៉ែបងប្អូនត្រូវហូបថ្នាំខ្មែរណារសជាតិចឹងខ្ញុំអាចហូបបានបងប្អូនណាខ្ញុំគាត់ថាវាអត់ពុលទេហើយខ្ញុំគាត់ថាចាស់បុរាណយកមកធ្វើថ្នាំធ្វើអីបានយើងហូបទៅក៏វាអត់ពុលដែរហ្នឹងណារសជាតិគឺដូចពុកម៉ែបងប្អូនត្រូវហូបផ្លែគោហ៎ដូចគ្នារសជាតិក្លិនអីដូចគ្នាពុកម៉ែបងប្អូនដូចផ្លែគោអញ្ចឹងណាអត់អីទេពុកម៉ែបងប្អូនខ្ញុំប៉ុន្តែខ្ញុំសូមផ្ដាំទៅពុកម៉ែបងប្អូនថាបើសិនជាពុកម៉ែបងប្អូនយកទៅប្រើប្រាស់ធ្វើជាឱសថឬក៏សាកល្បងធ្វើតេស្តដូចខ្ញុំណាពុកម៉ែបងប្អូនពុកម៉ែបងប្អូនគួរតែស៊ូណាស់ចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិឬក៏ណាអ្នកជំនាញខាងផ្នែកឱសថបុរាណខ្មែរបងប្អូនណាជៀសវាងការហូបទៅឬក៏ការប្រើប្រាស់ទៅពុលបងប្អូនហើយខ្ញុំហូបទៅមានអារម្មណ៍ថាដូចផ្លែគោខែមពីសាបឡំអញ្ចឹងបងប្អូនអត់មានរសជាតិប្រៃអីទេគ្រាន់តែឡំក្នុងមាត់របស់យើងអញ្ចឹងណាចឹងពុកម៉ែបងប្អូនបន្តិចទៀតខ្ញុំនឹងថតណាអំពីដើមក្បាលរុយឬក៏ដើមកប៉ោយចិននេះជូនពុកម៉ែបងប្អូនទស្សនានេះពុកម៉ែបងប្អូនដើមបារុយរបស់យើងឬក៏ដើមកប៉ោយចិនណានៅពេលដែលមិនទាន់មានផ្កាពុកម៉ែបងប្អូនវាមានរូបរាងបែបហ្នឹងណារូបរាងរបស់វាបែបហ្នឹងហើយទៅទល់ដើមពុកម៉ែបងប្អូនដើមដែលផ្កាហើយដើមនៃផ្កាហើយផ្កានៅពេលដែលវារីកដល់ពុកម៉ែបងប្អូនវាកញ្ចុំអញ្ចឹងណាគឺវាកញ្ចុំអញ្ចឹងដល់ពេលវាបែកគ្រាប់ទៅគឺវាចេញចេះពុកម៉ែបងប្អូននេះវាបែកគ្រាប់ទៅវាចេញអញ្ចឹងបាទវាចេញអញ្ចឹងបាទហើយដើមរបស់វាពុកម៉ែបងប្អូនរាងបៃតងត្នោតពុកម៉ែបងប្អូនណាបៃតងត្នោតហើយស្លឹករបស់វានេះពុកម៉ែបងប្អូនគឺរាងស្រួចចុងវែងស្រួចចុងហើយនឹងមានណាជ្រួញបងប្អូនណាជ្រួញណាខ្ញុំញ៉ាំមិញហ្នឹងខ្ញុំញ៉ាំទាំងស្លឹកតែខ្ញុំញ៉ាំទាំងផ្កាគឺវាអត់អីទេដូចផ្លែគោរសជាតិណាបងប្អូនរសជាតិផ្លែគោហើយក្លិនដូច
năm brand mai dương chứ không mang vô nè lần lần năm thêm đó nhưng chưa tháo năm và phết lúc chiến ấy ai vừa tập pra ban tràn múc còn tại bây được nhóm đăng cứ cái ai vừa thôi chỉ năm có rồi có năm rịa mua nè rồi có năm cho cầm đau mình cái đào luôn đấy chẳng có mang vô này dùng lục biển dương rồi pet rồi mò to đấy nhưng ai chờ chuẩn nu ấy ban chẳng tư nè bắt phục mai bong phôn ca bằng hai bọc nhóm mà sân chỉ miền ca khâu chuông trong cái lại này xong phục mai bong phôn là chia sài phong đấy phục can tu sập mình ấy thọt luôn ấy dây mình ấy ở miền chu là nam mà chui thọt đi lại bạch lời dây lên mai bong phôn này miền ban đây mà riêng đây là tha trong trái chuôn phục mai bong phôn tu sana làm pi ở sân bran mai rồi có rục chiết na điยังไง hộp bàn chẳng cái này tại vì thà ở pol nè ngoài con tại nhom sông đâm tầm mai bong pol mà nói thì tha rồi sân ba mai vô tụt vượt năm rồi có ai tay được nhóm á rồi su chặt rồi thì cha nó không phun rồi còn nè chùm niên ai cái tay khăm này sơ bran cùng hộp chào được nhóm á này cái anh pol ngoài món này anh pol rồi có tụt nè đo sọc thiệt mai bong pol ở trên khana peนี่channel ឬក៏ page កណ្ដៀងសូមអរគុណពុកម៉ែដែលតែងតែតាមដានទស្សនានៅ channel ឬក៏page របស់ខ្ញុំបើសិនពុកម៉ែបងប្អូនចង់បានវីដេអូថ្មីដែលខ្ញុំចែកជូនពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនជួយចុចណា follow page ម្នាក់មួយហើយនឹងជួយ like ជួយ share ទាំងអស់គ្នាពុកម៉ែបងប្អូនណាដើម្បីជាចំណេះដឹងតកូនតចៅយើងកុំឲ្យលោកជាខ្លះដឹងថាវាមានប្រយោជន៍ដែរតែកូនចៅជំនាន់ក្រោយយើងអត់បានចែករំលែកក៏បាត់ដែរអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូនសូមអរគុណសូមជម្រាបលា